សូមជម្រាបសួរខ្ញុំបាទឈ្មោះកងនគីមគឺជាពេទ្យសត្វប្រចាំសហគមន៍កំពង់ក្តីអភិវឌ្ឍថ្មីបាទថ្ងៃនេះខ្ញុំបានមកកម្មវិធីដើម្បីសិក្សាអំពីសុខភាពសត្វតែមួយចំពោះចំណាប់អារម្មណ៍ខ្ញុំទទួលបានច្រើនមានការសប្បាយរីករាយជាខ្លាំងដោយសារតែយើងបានជួបជាមួយនឹងពេទ្យសត្វផ្សេងៗពេទ្យសត្វពីច្រើនសហគមន៍ហើយច្រើនខេត្តជួបគ្នាផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅមកទៅវិញហើយពាក់ព័ន្ធទៅនឹងការបង្រៀនថ្មីដើម្បីយកទៅអភិវឌ្ឍសហគមន៍របស់យើងបាទការសិក្សាវគ្គខ្លីនេះគឺយើងទទួលបានចំណេះដឹងច្រើនពាក់ព័ន្ធទី1ជាមួយនឹងការសុខភាពសត្វតែមួយសុខភាពសត្វតែមួយគឺគេមិនមែនផ្ដោតទៅលើសុខភាពតែចំពោះសត្វទេគឺគេផ្ដោតទៅលើ3គឺទី1ចំពោះសត្វទី2បរិស្ថានហើយទី3គឺមនុស្សជុំវិញខ្លួនបាទចំពោះគម្រោងរបស់ពួកយើងក្នុងការសិក្សាថ្ងៃនេះយើងទទួលបានបទពិសោធន៍ច្រើនហើយយើងនឹងយកបទពិសោធន៍ទាំងអស់នេះទៅអនុវត្តនៅក្នុងសហគមន៍របស់យើងផ្ទាល់មានដូចជាទី1អាចនឹងផ្លាស់ប្ដូរទម្រង់នៃការកត់ត្រាទី2ការប្រើប្រាស់ថ្នាំសម្កូវយើងត្រូវតែពង្រឹងផ្ដល់ចំណេះដឹងដល់សមាជិកសហគមន៍របស់យើងណាដល់ចំណេះដឹងឲ្យគាត់បន្ថែមទៀតដើម្បីឲ្យគាត់មានចំណេះដឹងកាន់តែច្រើនគាត់អាចជាព្យាបាលឬក៏ទទួលបានចំណេះដឹងថ្មីពីយើងនឹងយកទៅអនុវត្តផ្ទាល់ជាមួយនឹងសត្វរបស់ពួកគាត់